សូមជម្រាបសួរដល់សាធារណជននិងអ្នកសារព័ត៌មានទាំងអស់ជាទីរាប់អាននាងខ្ញុំសូមធ្វើបច្ចុប្បន្នភាពអំពីសភាពការនៃការឈ្លានពានរបស់ភាគីថៃមកលើដែនអធិបតេយ្យរបស់កម្ពុជានៅក្នុងយុទ្ធភូមិភាគទី4ទី5គិតមកដល់ទី3ទី4ទី5គិតមកដល់ថ្ងៃទី14ខែធ្នូឆ្នាំ2025នេះថ្ងៃនេះគឺជាថ្ងៃទី8ហើយនៃការឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យរបស់កម្ពុជាភាគីថៃនៅតែបន្តរំលោភបំពានលើបទច្បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ស្ថានភាពអំពីការគម្រាមកំហែងនិងការឈ្លានពានរបស់ភាគីថៃនៅតំបន់មួយចំនួនក្នុងដែនអធិបតេយ្យរបស់កម្ពុជាទី1ស្ថានភាពជួរមុខនៅក្នុងសមរភូមិទិសយុទ្ធភូមិភាគទី3មកដល់ម៉ោងនេះមានសភាពស្ងប់ស្ងាត់ប៉ុន្តែកងកម្លាំងរបស់យើងបន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតនៅក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនទី2ស្ថានភាពនៅជួរមុខក្នុងសមរភូមិទិសយុទ្ធភូមិភាគទី4ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជាគិតចាប់តាំងពីវេលារំលងអាត្រិតថ្ងៃរហូតចូលមកដល់វេលាម៉ោង8:00នាទីព្រឹកថ្ងៃទី14ខែធ្នូឆ្នាំ2025គិតចាប់តាំងពីវេលាម៉ោង2:40នាទីរំលងអាត្រិតយោធាថៃនៅតែបន្តបាញ់ផ្លោងចូលក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារនៅវេលាម៉ោង3:10នាទីទៀបភ្លឺយោធាថៃបានចាប់ផ្ដើមបង្កើនរថក្រោះនិងកម្លាំងថ្មើរជើងចូលមកបន្ថែមទៀតនៅក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារនិងគ្រប់គ្រងបាញ់ដោយបាញ់កាភ្លើងធំផ្សែងពុលនិងគ្រាប់បែកចង្កោមនៅវេលាម៉ោង5:30នាទីព្រឹកយោធាថៃបានបន្តបាញ់ផ្លោងដោយប្រើប្រាស់កាភ្លើងធំចូលទៅក្នុងភូមិសាស្ត្រប្រាសាទភ្នាចំពោះស្ថានភាពនៅក្នុងភូមិសាស្ត្រដទៃផ្សេងទៀតមានសភាពស្ងប់ស្ងាត់ប៉ុន្តែកងកម្លាំងរបស់យើងបានបន្តតាមដានដោយយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចទី3ស្ថានភាពនៅជួរមុខក្នុងសមរភូមិទិសយុទ្ធភូមិភាគទី5ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជាគិតចាប់តាំងពីវេលាម៉ោង12រំលងអាត្រិតរហូតដល់ម៉ោង8:00នាទីព្រឹកថ្ងៃទី14នេះនៅវេលាម៉ោង5:55នាទីព្រឹកទៀបភ្លឺយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ F-16 ហោះក្រឡឹងនិងបន្ទាប់មកទម្លាក់គ្រាប់បែកចំនួន4គ្រាប់នៅភូមិសាស្ត្រឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់នៅក្នុងភូមិសាស្ត្រអូភ្លុកដំរីនៅវេលាម៉ោង6:08នាទីយោធាថៃបានចាប់ផ្ដើមបើកការវាយប្រហារនៅក្នុងភូមិសាស្ត្រច្រកច1នៅវេលាម៉ោង6:30នាទីយោធាថៃបានបាញ់ផ្លោងចូលក្នុងភូមិសាស្ត្របឹងត្រកួននៅវេលាម៉ោង7:49នាទីព្រឹកយោធាថៃបានបាញ់ផ្លោងចូលក្នុងភូមិសាស្ត្រភូមិជោគជ័យចំពោះស្ថានភាពនៅក្នុងភូមិសាស្ត្រដទៃទៀតមានសភាពស្ងប់ស្ងាត់ប៉ុន្តែកងកម្លាំងយើងនៅបន្តតាមដានដោយយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីភារកិច្ចការពារដែនអធិបតេយ្យរបស់កម្ពុជាក្រសួងការពារជាតិទាមទារឲ្យភាគីថៃបញ្ឈប់ជាបន្ទាន់នៅការបាញ់ប្រហារនិងសម្លាប់ប្រជាជនកម្ពុជាដោយមិនរើសគោលដៅការប្រើប្រាស់យន្តហោះចម្បាំងចូលក្នុងទឹកដីកម្ពុជាដែលមិនត្រឹមតែជាការរំលោភបំពានដ៏ធ្ងន់ធ្ងរលើដែនអធិបតេយ្យបូរណភាពទឹកដីកម្ពុជានិងច្បាប់អន្តរជាតិប៉ុណ្ណោះទេប៉ុន្តែថែមទាំងមានបាញ់ផ្លោងទម្លាក់គ្រាប់បែករួមទាំងគ្រាប់បែកចង្កោមដោយមិនរើសអើងនិងមិនសមាមាត្រហើយបានធ្វើឲ្យគ្រោះថ្នាក់ដល់អាយុជីវិតនិងសុវត្ថិភាពប្រជាជនស្លូតត្រង់ស៊ីវិលរបស់កម្ពុជានិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិហេដ្ឋារចនាសម្ព័ន្ធស៊ីវិលប្រាសាទបុរាណជាទីសក្ការៈដែលជាមរតកមនុស្សជាតិដូចជាសាលារៀនស្ពានថ្នល់វត្តអារាមផ្ទះសម្បែងផ្សារប្រាសាទព្រះវិហារប្រាសាទតាក្របីនិងទីតាំងសាធារណៈដទៃផ្សេងទៀតយ៉ាងច្រើនរាប់មិនអស់ក្នុងន័យនេះកម្ពុជាសូមអំពាវនាវឲ្យសហគមន៍អន្តរជាតិបន្តថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃនិងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមខុសច្បាប់របស់ភាគីថៃម្ដងហើយម្ដងទៀតដោយទាមទារឲ្យភាគីថៃទទួលខុសត្រូវទាំងស្រុងចំពោះអំពើរំលោភបំពានដ៏កម្រោលឃោរឃៅនេះកម្ពុជាអំពាវនាវឲ្យថៃបញ្ឈប់រាល់សកម្មភាពអារីភាពជាបន្ទាន់ដោយដកកម្លាំងចេញពីដែនអធិបតេយ្យរបស់កម្ពុជានិងជៀសវាងសកម្មភាពឈ្លានពានដែលគំរាមកំហែងដល់សន្តិភាពស្ថិរភាពនៅក្នុងតំបន់ទន្ទឹមនេះកម្ពុជាសូមអំពាវនាវឲ្យភាគីថៃវិលត្រឡប់មកអនុវត្ត
វិញនៅបទឈប់បាញ់នៅសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពដែលបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ក្រោមការធ្វើជាសាក្សីរបស់អាដាមប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ J. Trump និងអាដាមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីអាន់វ៉ាអ៊ីប្រាហ៊ីមដែលជាប្រធានបដូវវេនអាស៊ានកម្ពុជាបញ្ជាក់សារជាថ្មីនៅការបដិញ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរពនិងការអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃប្រកបដោយសុឆន្ទៈនិងការទទួលខុសត្រូវខ្ពស់បំផុតកម្ពុជាប្រកាន់ខ្ជាប់នៅការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិក៏ដូចជាសន្ធិសញ្ញាអនុសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់ហើយប្រឆាំងនឹងការគំរាមកំហែងឬការប្រើប្រាស់កម្លាំងសម្ដៅស្វែងរកដំណោះស្រាយមួយដែលយុត្តិធម៌ត្រឹមត្រូវយូរអង្វែងស្របតាមច្បាប់អន្តរជាតិក្រសួងការពារជាតិនិងកងយោធពលខេមរៈភូមិន្ទសូមគូសបញ្ជាក់ផងដែរថាគោលដៅនៃការវាយប្រហារការពារខ្លួនរបស់កម្ពុជាគឺផ្ដោតតែលើគោលដៅយោធាថៃតែប៉ុណ្ណោះមិនសំដៅលើគោលដៅជនស៊ីវិលឬក៏ទីកន្លែងស៊ីវិលណាមួយឡើយកម្ពុជាតែងប្រកាន់ខ្ជាប់នៅការគោរពនិងការអនុវត្តរាល់កាតព្វកិច្ចទាំងឡាយដែលស្ថិតនៅក្រោមច្បាប់អន្តរជាតិជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងម៉ឺងម៉ាត់និងច្បាស់លាស់បំផុតគូបញ្ជាក់ផងដែរថាវីរៈកងទ័ពកម្ពុជាបាននឹងកំពុងបន្តឈរជើងយ៉ាងរឹងមាំស្វាហាប់មោះមុតនិងនៅតែប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាននិងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជាយើងក៏បញ្ជាក់ឡើងវិញនៅសិទ្ធិស្វ័យការពារដែនអធិបតេយ្យរបស់យើងដោយដែលមានចែងនៅក្នុងច្បាប់អន្តរជាតិដើម្បីការពារបូរណភាពទឹកដីនិងប្រជាជនរបស់យើងទោះក្នុងតម្លៃណាក៏ដោយសូមប្រជាពលរដ្ឋទាំងអស់បន្តជឿជាក់និងលើកទឹកចិត្តដល់វីរៈកងទ័ពដ៏អង់អាចក្លាហានរបស់យើងដែលកំពុងប្រយុទ្ធតស៊ូយ៉ាងខ្លាំងក្លានៅគ្រប់សមរភូមិទាំងអស់រាជរដ្ឋាភិបាលកងទ័ពនិងប្រជាជនកម្ពុជារួបរวมគ្នាជាធ្លុងមួយក្នុងការការពារទឹកដីសេចក្តីថ្លៃថ្នូរនិងអធិបតេយ្យភាពរបស់យើងដោយអង់អាចក្លាហាននិងមិនងាករេទោះក្នុងតម្លៃណាក៏ដោយ Greetings to the general public and members of the press. This morning I would like to update on the situation of the Thai invasion and armed attack launched on Cambodian territory in the 3rd, 4th and 5th military region on December 14, 2025, which entered the 8th day. The Thai side has continuously violated the ceasefire and the joint declaration signed by the Prime Minister of the Kingdom of Cambodia and the Kingdom of Thailand on October 26, 2025. Now I would like to update on the situation of Thai aggression and attack on certain areas within the sovereign territory of Cambodia. First, the frontline situation at the 3rd military region remained calm, but our force continue to closely monitor the situation and remain highly vigilant. Second, the frontline of situation at the 4th military region, the Thai side continued their attacks on Cambodia from 12 midnight to 8 a.m. December 14, 2025. At 2:40 a.m., the Thai military fired artillery shell into the area Prahvihir Temple. At 3:10 a.m., the Thai military began to initiate their tanks and infantry assault into the area Prahvihir Temple with the support of artillery, toxic gas, and cluster bombs. At 5:30 a.m., the Thai military fired artillery shell into Khna Temple. As for the situation in other areas remain calm, but our force continue to monitor closely and remain highly vigilant. Third, the frontline situation at the 5th military region. The Thai side continued their attack on Cambodia from 12 midnight to 8 a.m. December 14, 2025. At 5:55 a.m., the Thai military fights the
F-16 fighter jets over and dropped 4 bombs on the area of Tmoda Commune, Vilwang District, Posat Province in Pluk Damray area. At 6:08 a.m., the Thai military launched an attack on Chormui area. At 6:30 a.m., the Thai military fired artillery shell into the area of Bang Trakun village. At 7:49 a.m., the Thai military fired artillery shell into the area of Chokchei village. As for the situation in the other areas, remain calm, but our force continue to monitor closely and remain highly vigilant. The Ministry of National Defense demands that Thailand immediately cease their armed attack and indiscriminate killing of Cambodian innocent civilians and the use of fighter jets into Cambodian territory. This action constitutes a grave violation of Cambodian sovereignty, territorial integrity, and the international law. Furthermore, the indiscriminate and disproportionate shelling and bombing, including the use of cluster bombs, are endangering the life and safety of innocent Cambodian civilians and destroying property, civilian infrastructure, and ancient temples sacred to humankind, such as schools, hospitals, pagodas, houses, markets, roads, bridges, Pravihir Temple, Takrabai Temple, and countless public sites. In this end, Cambodia called on the international community to strongly condemn Thailand's violation of the joint declaration and its repeated war crime and unlawful activities, as well as demand that Thailand take full responsibility for such brazen violation. Cambodia urged that Thailand immediately stop all hostile activity and withdraw its force from Cambodia's territorial integrity and avoid acts of incursion and aggression that threaten peace and stability in the region. In this regard, Cambodia called on Thailand to turn to honor the ceasefire agreement and the joint declaration between Cambodia, Thailand, signed on October 26, 2025, with the auspicious witness of the U.S. President Donald J. Trump and Malaysian Prime Minister His Excellency Anwar Ibrahim in his capacity as ASEAN rotating chair. Cambodia is firmly committed to respecting and implementing the terms of ceasefire agreement and the joint declaration between Cambodia and Thailand, as well as all agreements previously reached by both parties, with the highest sense of responsibility and in good faith, rather than resorting to acts of aggression or the use of force. Cambodia has been firmly adhering to solving the dispute through peaceful means in accordance with international law, the existing treaty, conventions, and agreements, so as to seek solution that is just, fair, long-lasting, and in compliance with international law. The Ministry of National Defense and the Royal Cambodian Armed Force reiterate that Cambodia's right to self-defense is solely targeted at the Thai military targets and has never targeted at civilian area. We firmly emphasize that Cambodia has been consistently and strictly upholding all obligations under the international law, especially international humanitarian law. The Royal Cambodia, the Royal Government, the Armed Force, and the people of Cambodia is the most critical, at this most critical moment, have remained united as one in defending our territorial integrity, national dignity, and sovereignty with courage and highly unwavering determination. សូមអរគុណចំពោះការតាមដានស្ដាប់នៃការធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពនៅតាមបន្ទាប់ព្រំដែនអំពីការឈ្លានពានរបស់យោធាថៃមកលើកម្ពុជានៅក្នុងថ្ងៃទី8នេះនាងខ្ញុំនឹងធ្វើបច្ចុប្បន្នភាពបន្ថែមទៀតនៅក្នុងសភាពការនៃបន្ទាត់ព្រំដែននៅពេលក្រោយសូមអរគុណនិងសូមជម្រាបលា